ភ្ជាប់នៅទូរស័ព្ទដើម្បីធ្វើសេចក្តីរាយការណ៍ផ្ទាល់ពីភ្នាក់ងារព័ត៌មានរបស់បណ្ដាញទូរទស្សន៍ព័ត៌មាន BTV របស់យើងគឺលោកច័ន្ទឆនដើម្បីឲ្យតាក់ទងទៅនឹងកិច្ចដំណើរទស្សនកិច្ចរបស់និស្សិតនាយទាហាននៃសាកលវិទ្យាល័យការពារជាតិទៅតំបន់ព្រំដែនព្រះវិហារយើងចង់ដឹងថាតើមាននិស្សិតនៃសាកលវិទ្យាល័យការពារជាតិមានការអញ្ជើញទៅនឹងនៅក្នុងគោលបំណងយ៉ាងណាដែរហើយក៏ដូចជាផ្ដល់អត្ថប្រយោជន៍យ៉ាងណាខ្លះនោះភ្ជាប់ទូរស័ព្ទជាមួយលោកច័ន្ទឆនទាំងអស់គ្នាចា៎ Hello ជំរាបសួរលោកច័ន្ទឆនចា៎ចាសូមអធិស្ឋានផងដែរដោយសារតែយើងឃើញថាប្រព័ន្ធទូរស័ព្ទចាំមានភាពរអាក់រអួលបន្តិចដោយសារតែអំបញ្ញមិញយើងបានភ្ជាប់រួចទៅហើយក៏ប៉ុន្តែឥឡូវមានការរអាក់រអួលបើសិនជាមានការទំនាក់ទំនងបានល្អប្រសើរឡើងវិញយើងខ្ញុំនឹងធ្វើសេចក្តីរាយការណ៍ផ្ទាល់តាមទូរស័ព្ទដើម្បីធ្វើការជំរាបជូនប្រិយមិត្តទូរទស្សនិកជនតាក់ទងទៅនឹងព័ត៌មានស្តីអំពីដំណើរទស្សនកិច្ចរបស់និស្សិតនាយទាហាននៃសាកលវិទ្យាល័យការពារជាតិចាស់ទៅកាន់តំបន់ព្រំដែនព្រះវិហារឥឡូវយើងងាកទៅចាក់បារម្ភទៅនឹងព័ត៌មានមួយទៀតចាស់មកពីខាងខេត្តពោធិ៍សាត់វិញម្ដងដែលក្រសួងយុតិធធម៌ក៏មានការបើកវគ្គបណ្ដុះបណ្ដាលស្តីពីការចុះបញ្ជីសំណុំរឿងព្រហ្មទណ្ឌនិងសំណុំរឿងរដ្ឋប្រវេណីនៅខេត្តពោធិ៍សាត់ចៅក្រមព្រះអាជ្ញាក្រឡាបញ្ជីនិងមន្ត្រីចុះបញ្ជីដែលអញ្ជើញមកពីខេត្តពោធិ៍សាត់កំពង់ឆ្នាំងកំពង់ស្ពឺកណ្ដាលរាជធានីភ្នំពេញចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពីការចុះបញ្ជីសំណុំរឿងព្រហ្មទណ្ឌនិងសំណុំរឿងរដ្ឋប្រវេណីដែលបានប្រព្រឹត្តទៅនៅសន្តាគារ Century ក្រោមវត្តមានលោកជំទាវច័ន្ទសុធារីរដ្ឋលេខាធិការក្រសួងយុតិធម៌និងជាប្រធានក្រុមការងារតុលាការគំរូនាព្រឹកថ្ងៃទី14សីហាឆ្នាំ2014លោកជំទាវច័ន្ទសុធារីរដ្ឋលេខាធិការក្រសួងយុតិធម៌និងជាប្រធានក្រុមតុលាការគំរូបានបញ្ជាក់ថាតុលាការគំរូចង់ឲ្យមន្ត្រីក្នុងស្ថាប័នមួយនេះប្រកបទៅដោយប្រសិទ្ធភាពការងារឈលលើជំហរស្មោះត្រង់តម្លាភាពនិងមានគុណភាពសំខាន់គឺធ្វើឲ្យកាន់តែប្រសើរឡើងនៅការគ្រប់គ្រងត្រួតពិនិត្យតាមដានអំពីសកម្មភាពដំណើរការប្រព្រឹត្តទៅនៃសំណុំរឿងព្រហ្មទណ្ឌនេះចាប់តាំងពីមានបណ្ដឹងឬមានព័ត៌មានដែលព្រះរាជអាជ្ញាបានទទួលរហូតដល់ទាន់ដិតបានទទួលរងទោសទណ្ឌរួចរាល់ជាស្ថាពរឲ្យស្របទៅតាមក្រមនីតិវិធីព្រហ្មទណ្ឌនិងការប្រកាសក្នុងក្រមទី1ចាស់នៃក្រមព្រហ្មទណ្ឌវគ្គបណ្ដុះបណ្ដាលនេះគឺមានសារៈសំខាន់ដល់ចៅក្រមព្រះអាជ្ញាក្រឡាបញ្ជីនិងមន្ត្រីចុះបញ្ជីក្នុងការបំពេញមុខនីតិបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋយើងម្យ៉ាងទៀតតុលាការគំរូនិងពង្រឹងកិត្យានុគមភាពដល់មន្ត្រីចុះបញ្ជីឲ្យមានឆន្ទៈពេញលេញក្នុងការទទួលរក្សាសំណុំរឿងព្រហ្មទណ្ឌនិងសំណុំរឿងរដ្ឋប្រវេណីជៀសវាងបានការបង្កកសំណុំរឿងរបស់ប្រជាពលរដ្ឋដែលមកប្តឹងនេះគឺជាវគ្គបណ្ដុះបណ្ដាលមួយដែលចូលជ្រៅទៅក្នុងបែបបទរដ្ឋបាលទូទៅក្នុងរចនាសម្ព័ន្ធតុលាការវគ្គបណ្ដុះបណ្ដាលនេះក៏បានបង្ហាញអំពីរបៀបប្រើប្រាស់សៀវភៅក្នុងការចុះបញ្ជីសំណុំរឿងដើម្បីកុំឲ្យមានការច្រឡំគ្នាក្នុងនោះក៏បានបង្ហាញយ៉ាងលម្អិតអំពីការកំណត់អត្តសញ្ញាណភេទវ័យដើម្បីចុះបញ្ជីក្នុងសៀវភៅផ្សេងៗគ្នា